តានតឹងនៅឧបទ្វីបកូរ៉េកំពុងផ្ទុះកម្ដៅជាថ្មីខណៈលោកគីមចុងអ៊ុនបញ្ជាឲ្យបង្កើតអាវុធនុយក្លេអ៊ែរនិងពង្រីកចារកម្មយោធាត្រៀមឆ្លើយតបរាល់ការគំរាមកំហែងភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅជាថ្មីហើយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានបញ្ជាឲ្យពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរទាំងគុណភាពនិងបរិមាណព្រមទាំងពង្រីកអំណាចអង្គភាពចារកម្មយោធាដ៏មានឥទ្ធិពលបំផុតដើម្បីត្រៀមទប់ស្កាត់និងកំទេចរាល់ការគំរាមកំហែងពីសត្រូវការប្រកាសនេះកំពុងបង្កឲ្យមានការព្រួយបារម្ភថ្មីហើយចំពេលភាពតានតឹងជាមួយកូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តអាមេរិកនៅតែបន្តកើនឡើងនេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP និង John Hop កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2026បទបញ្ជានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការយោធាបច្ឆិមនៃបកពលករកូរ៉េរបស់មេដឹកនាំកំពូលលោកគីមចុងអ៊ុនលោកគីមចុងអ៊ុនបានអះអាងយ៉ាងច្បាស់ថាសន្តិភាពពិតប្រាកដនោះណាអាចធានាបានលុះត្រាតែកូរ៉េខាងជើងមានកងកម្លាំងយោធាដែលខ្លាំងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនិងកំទេចរាល់ការគំរាមកំហែងពីសត្រូវក្រៅពីការបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងក៏គ្រោងធ្វើទំនើបកម្មប្រព័ន្ធអាវុធមូលដ្ឋានយោធានិងមូលដ្ឋានទ័ពជើងទឹកដើម្បីបង្កើតសមត្ថភាពប្រយុទ្ធរបស់ខ្លួនផងដែរអ្វីដែលទាក់ទាញចាប់អារម្មណ៍ខ្លាំងជាងគេនោះណាគឺការបញ្ជាឲ្យពង្រីកទូនីតិរបស់អគ្គនាយកដ្ឋានស៊ើបអង្កេតសម្ងាត់ RGB ដែលជាទីភ្នាក់ងារចារកម្មយោធាដ៏សំខាន់របស់ទីក្រុងជុងយ៉ាងទីភ្នាក់ងារនេះត្រូវពង្រឹងប្រតិបត្តិការស៊ើបការនិងសកម្មភាពសម្ងាត់ប្រឆាំងកូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពឆ្លើយតបចំពោះអ្វីដែលកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងក្រុមអ្នកវិភាគមើលឃើញថាចំណាត់ការនេះឆ្លោះបញ្ចាំងពីការពង្រឹងជំហររបស់ទីក្រុងជុងយ៉ាងដែលចាត់ទុកកូរ៉េខាងត្បូងជាសត្រូវអ្នកជំនាញមួយចំនួនក៏ជឿថាកូរ៉េខាងជើងអាចកំពុងទទួលបានជំនួយបច្ចេកវិទ្យាយោធានិងផ្កាយរណបស៊ើបការពីរុស្ស៊ីជាថ្នូរនឹងការបញ្ជូនកងទ័ពគាំទ្រសង្គ្រាមទាហានរុស្ស៊ីនៅអ៊ុយក្រែនជាការឆ្លើយតបក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រកាសយ៉ាងច្បាស់ថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការពង្រីកអាវុធនុយក្លេអ៊ែរនេះនិងសកម្មភាពរបស់អង្គភាពចារកម្មយោធាកូរ៉េខាងជើងខណៈប្រទេសទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់នេះដោយមិនទាន់មានសន្ធិសញ្ញាសន្តិភាពចាប់តាំងពីសង្គ្រាមកូរ៉េបញ្ចប់នៅឆ្នាំ1953